យព្រួយបារម្ភដាយសំណោះវិបត្តិផ្លូវចិត្តជាសាមញ្ញជនគ្មាននរណាម្នាក់ដែលថាអត់បញ្ហាផ្លូវចិត្តនោះទេគ្រាន់តែតិចច្រើនតាមកម្រិតនៃការអប់រំចិត្តរៀងខ្លួនចិត្តមានវិបត្តិព្រោះចិត្តសម្បូរមេរោគដូចជាមួម៉ៅក្តៅក្រហាយឆេវឆាវខឹងក្រោធភ័យព្រួយបារម្ភដាយសំណោះគិតច្រើនស្មុគស្មាញមិនដាច់ស្រេចជាប់ជំពាក់ហួងហែងច្រើនបំណែនឈ្នាននេះលោភលន់ហួសហេតុជាដើមបើមិនទាន់ឈឺខ្លាំងទេត្រូវចាប់ផ្ដើមព្យាបាលបណ្ដើរទៅរៀនកាត់បន្ថយរៀនលះបន្តិចម្ដងដោយស្មារតីដាស់តឿនខ្លួនឯងរឿយគ្មានព្រះអង្គព្រះអិនណាមកជួយយើងបានទេតែបើធ្ងន់ធ្ងរហើយត្រូវមានពេលសម្រាកពីការងារខ្លះដើម្បីលំហែកាយលំហែចិត្តឲ្យបានស្រួលគេងឲ្យបានគ្រប់គ្រាន់នៅក្បែរមនុស្សល្អស្ដាប់រឿងល្អមើលសៀវភៅអប់រំចិត្តជួបជាមួយគ្រូពេទ្យចិត្តសាស្ត្រពិសាថ្នាំតាមវិជ្ជបញ្ជាស្ដាប់ឱវាទពីព្រះសង្ឃហើយរៀនបន្ធូរបន្ថយភាពតានតឹងរៀនព្រមតាមរឿងដែលកើតឡើងរៀនសម្រួលអារម្មណ៍អ្វីមិនចេះតែបានដូចចិត្តគ្រប់រឿងទេរៀនភ្លេចរឿងដែលហួសទៅហើយរៀនញញឹមរុះរាយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងនិងអ្នកដទៃជុំវិញខ្លួនរៀនលើកលែងទោសរៀនធ្វើចិត្តឲ្យស្ងប់ឲ្យនឹងនររៀនធ្វើសមាធិជាយាមតាមដានចិត្តអ្នកជានិច្ចកាលបើវាវិលវល់ស្មុគស្មាញក៏ឲ្យវាស្មុគទៅចោះតែយើងមានតួនាទីមួយគឺមើលវាតាមដានវាហើយទាញវាត្រឡប់មកវិញទាញវាបានញយ កុំបណ្ដោយឲ្យចិត្តជិះជាន់អ្នកឡើយអ្នកត្រូវរៀនធ្វើជាម្ចាស់ចិត្តវិញឈឺយូរហើយដាក់ថ្នាំមួយគ្រាប់មិនជាទេត្រូវព្យាយាមដោយការជឿជាក់ក្នុងចិត្តថាយើងអាចព្យាបាលចិត្តយើងបានការងារសំខាន់ជាងគេក្នុងជីវិតយើងម្នាក់គឺការរក្សាចិត្តឲ្យបានល្អបើមិនដូច្នោះទេអ្នកនឹងរស់រងទុក្ខដល់ថ្ងៃស្លាប់មិនខានឈឺមិនដឹងខ្លួនឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអីចិត្តមិនលុះលាញរុញរាមិនស្ទុះស្ទាពេលខ្លះទៅជាភ័យខ្លាចគ្រប់រឿងណាមិនគួរភ័យក៏ភ័យដែរថាមិនចង់គិតទេ
តែចិត្តចេះតែគិតហើយគិតចេញតែរឿងខុសប្រហែលជាដល់ពេលដែលអ្នកត្រូវសម្រាកពីការងារខ្លះបន្ថយសម្ពាធខ្លះមានពេលលំហែខួរក្បាលហើយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងរឿយថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះឲ្យបានរឿយហើយទម្លាប់ហៅចិត្តឲ្យមកនៅក្នុងផ្ទះគឺរូបកាយអ្នកវិញកុំឲ្យវាដើរអនាថាច្រើនពេកទម្លាប់តាមដានវាបើវាទៅណាយើងតាមមើលវាហើយបើវាគិតរឿងខុសទម្លាប់ទាញវាមកវិញមកគិតរឿងបច្ចុប្បន្នរឿងល្អរឿងនាំឲ្យចិត្តសប្បាយហើយកុំសូវនឹករឿងក្តៅក្រហាយពេកកុំស្ដាយក្រោយអីរៀនភ្លេចទៅរឿងណាហួសហើយឲ្យវាហួសទៅចោះហើយរឿងណាមិនទាន់មកដល់ទេក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងនឹងទៅកុំបង្កើតរឿងសពនិមិត្តមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសមាធិខ្លះផងវាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្ដងគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយខ្លាចបារម្ភពេកខ្លាចពេកនាំឲ្យចិត្តអ្នកវិលវល់មិនសូវបានសុខទេពេលខ្លះមិនទាំងមានរឿងអីផងឬរឿងនោះតូចតាចណាស់តែបែរទៅជាស្លន់ស្លោគិតរឿងមួយចេញរឿង100ហើយដេកកើតទុកបដ ாய் យូរទៅអ្នកនឹងរស់នៅក្នុងភាពភ័យខ្លាចរហូតគ្មានអ្នកណាល្ងងទៅដេកភ័យខ្លាចថ្ងៃរះនោះទេរះលិចជារឿងរបស់ថ្ងៃយ៉ាងណាមិញរឿងល្អរឿងអាក្រក់តែងកើតមានជាធម្មតាគ្មានអ្នកណាជៀសរួចទេហើយអ្នកមិនអាចបង្គាប់បញ្ជាវាបាន 100% ឡើយប្រឹងប្រែងទៅប្រយ័ត្នប្រយែងទៅតែបើវាមិនបានដូចចិត្តទេក៏កុំមួម៉ៅពេកអីដោះស្រាយទៅកុំទម្លាប់នាំខ្មោចមកលងចិត្តខ្លួនឯងអីខូចខួរក្បាលអស់ហើយកុំប្រកាន់ពេកកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តឡើយមិនអាចទេចង់កាន់តែខ្លាំងទុកក៏ខ្លាំងដែរហើយកុំទម្លាប់បង្កើតរឿងសពនិមិត្តមកបន្លាចចិត្តខ្លួនឯងឡើយរឿងនោះមិនទាន់មានទេប្រាប់ចិត្តកុំឲ្យល្ងងដូចនេះទៀតរៀនតាំងចិត្តឲ្យស្វាហាប់ឲ្យរឹងមាំប្រឹងបំពេញភារកិច្ចណាដែលអ្នកត្រូវធ្វើពេលនេះឲ្យអស់ពីសមត្ថភាពរឿងថ្ងៃស្អែកចាំស្អែកចាំគិតទៀតព្យាបាលរោគចំណែនពេលឃើញគេបានជោគជ័យទម្លាប់អបអរសាទរគេទៅកុំចំណែនអីចំណែនទៅគ្មានបានអីមកយើងផងបានតែក្តៅក្រហាយចិត្តឥតប្រយោជន៍ហ
ហើយបើគេដឹងគេស្អប់ទៀតគេប្រឹងគេចេះគេមានបុណ្យទើបគេបានបើយើងអត់យើងប្រឹងទៅមិនមែនត្រឹមតែត្រេកអរទេតែទម្លាប់ទៅនិយាយលើកទឹកចិត្តពេលគេធ្វើបានល្អចិត្តអ្នកក៏ត្រជាក់បុណ្យក៏បានមិត្តភាពក៏ល្អតែបើគេបានដោយទុច្ចរិតយើងគួរសង្វេគអាណិតថាគេបានសាងបាបកម្មថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនដែរតែគួរអាណិតវិញមនុស្សចិត្តល្អចិត្តត្រជាក់ចិត្តទន់ភ្លន់ចិត្តមានមេត្តាចិត្តរីករាយចិត្តត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃចិត្តមិនសូវស្មុគស្មាញចិត្តលះដាច់ស្រឡះចិត្តធ្ងន់ចិត្តចេះអត់ឱនយោគយល់ចិត្តភ្លេចរឿងមួម៉ៅចិត្តចងចាំរឿងល្អរឿងបុណ្យកុសលចិត្តក្លាហានហ៊ានទទួលរឿងល្អក្តីមិនល្អក្តីចិត្តតស៊ូចិត្តព្យាយាមចិត្តមិនចុះចាញ់ចំពោះឧបសគ្គចិត្តមានក្តីសង្ឃឹមចិត្តមិនប្រកាន់ហួងហែងខ្លាំងចិត្តហ៊ានទទួលស្គាល់ការពិតនៃជីវិតចិត្តមិនសូវព្រួយបារម្ភចិត្តមិនសូវមានទុក្ខកង្វល់បើធ្វើចិត្តដូច្នេះបានអ្នកនឹងបានសេចក្តីសុខច្រើនពពកខ្មៅនៅលើក្បាលស្មុគស្មាញច្រើនមួម៉ៅច្រើនព្រួយបារម្ភច្រើនគិតច្រើននាំឲ្យអ្នកមានទុក្ខក៏ច្រើនដែរហើយបើបណ្ដែតបណ្ដោយយូរទៅអ្នកនឹងលែងមានសមត្ថភាពគ្រប់គ្រងវាជីវិតអ្នកនឹងវិលវល់រកសុខមិនសូវឃើញឡើយអ្នកត្រូវចាប់ផ្ដើមតាមដានចិត្តអ្នកពីពេលនេះតទៅទម្លាប់វាឲ្យគិតរឿងល្អរឿងបុណ្យកុសលរឿងបច្ចុប្បន្នរឿងណាហួសហើយឲ្យវាហួសទៅចុះកុំស្ដាយអីហើយរឿងណាមិនទាន់មកដល់ទេក៏កុំកើតទុកពេកអីដែរជួបរឿងណាដោះរឿងនឹងទៅរៀនទាញចិត្តអ្នកឲ្យចេញពីរឿងមួម៉ៅក្តៅក្រហាយទាំងឡាយវាពិបាកណាស់តែអ្នកត្រូវតែទម្លាប់បន្តិចម្ដងទម្លាប់តាមដានវាទម្លាប់មើលវារឿយទម្លាប់អប់រំវាឲ្យមានខន្តីអត់ធន់មានមេត្តាមានភាពរួសរាយរាក់ទាក់អត់ឱនយោគយល់មានបញ្ញាស្មារតីហ៊ានទទួលស្គាល់ការពិតនៃជីវិតរឿងល្អក៏ព្រមទទួលរឿងមិនល្អក៏ប្រឹងដោះស្រាយទៅ
ជីវិតគឺអញ្ចឹងឯងកុំស្មុគពេកអីប្រឹងទៅប្រឹងដោយក្តីសង្ឃឹមដោយភាពស្វាហាប់ដោយគុណធម៌ដោយភាពស្រស់ស្រាយធ្វើដូច្នេះបានចិត្តអ្នកនឹងស្រឡះស្រឡំច្រើនអ្នកនឹងមិនសូវមានទុក្ខឡើយរឹងមាំជីវិតមនុស្សម្នាក់មានរឿងច្រើនណាស់ហើយរឿងខ្លះធ្ងន់ធ្ងរពេករហូតអាចធ្វើឲ្យអ្នកស្ទើរតែលែងចង់រស់ទៀតក៏មានអ្នកណាក៏មានរឿងដែរអ្នកខ្លះមានបុណ្យច្រើនក៏មិនសូវជួបរឿងច្រើនទៅចំណែកឯអ្នកខ្លះសាងកម្មមិនសូវល្អច្រើនក៏ជួបតែរឿងអកុសលបន្តកន្ទុយគ្នាមិនចេះចាប់មិនចេះហើយជីវិតតែងជួបរឿងល្អខ្លះមិនល្អខ្លះជារឿងធម្មតាកុំកើតទុកពេកអីបើជួបរឿងល្អទទួលយកទៅតែកុំជួបពេកអីហើយបើជួបរឿងមិនល្អប្រឹងដោះស្រាយទៅបើដោះបានប៉ុណ្ណាក៏យកប៉ុណ្ណឹងទៅកុំមួម៉ៅក្តៅក្រហាយអីយើងគ្មានសមត្ថភាពទូលផែនដីម្នាក់ឯងបានទេត្រូវចេះរៀនសម្រាលទុក្ខចេញពីខ្លួនឯងខ្លះទៅកុំបណ្ដែតបណ្ដោយឲ្យរឿងរ៉ាវជិះជាន់អ្នកខ្លាំងពេករឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យអ្នករឹងរឹតតែក្តៅក្រហាយរឹងរឹតតែកើតទុក្ខបន្ថែមទ្រាំទៅថ្ងៃមិនចេះតែក្តៅរហូតទេគង់នឹងជ្រេទៅភ្លើងក៏មិនចេះតែឆេះរហូតដែរគង់តែនឹងរលត់ទៅយប់ក៏មិនចេះតែងងឹតរហូតដែរគង់តែមានថ្ងៃរះពេលព្រឹកឡើងជីវិតមិនចេះតែជួបរឿងអាក្រក់រហូតទេគង់តែមានការប្រសើរឡើងបើអ្នកមិនទាន់អស់សង្ឃឹមងើបឡើងតស៊ូឡើងវិញហើយសាងអនាគតជាថ្មីយើងរស់នៅជាមួយគ្នាធ្វើការជាមួយគ្នាវាត្រូវការចេះអត់ឱនយោគយល់គ្នានឹងច្រើនមែនទែនទើបអាចរស់នៅជាមួយគ្នាបានសុខហើយធ្វើការជាមួយគ្នាបានយូរវែងគឺថាមនុស្សម្នាក់ហ្នឹងវាមាននិស្ស័យផ្សេងគ្នាអញ្ចឹងទៅយើងក៏យល់ហើយខុសនៅតែកែអញ្ចឹងប៉ុន្តែកែនឹងដោយបំណងល្អហើយមិនមានគំនុំគុំគួនខឹងស្អប់អ្នកហ្នឹងឯងចង់ឲ្យតែបានល្អមកវិញឯងហើយក៏តើយើងចេះស្វែងយល់ពីចិត្តគេកុំឲ្យបទាញយកតែខ្លួនឯង
ត្រូវតែធ្វើតាមខ្ញុំរឿងនឹងត្រូវតែអញ្ចឹងបើមិនអញ្ចឹងខ្ញុំមិនព្រមអានឹងអត់អាចរស់នៅជាមួយគ្នាធ្វើការជាមួយគ្នាបានទេវាត្រូវតែមានទៅមានមកមានយើងស្ដាប់គេស្ដាប់យើងវាមានសម្ដីពីរោះពិសាស្មោះសរទៅគ្នាទៅវិញទៅមកមិនចំណែននិន្ទាមិននិយាយល្អតែមុខទេទឹកចិត្តនឹងស្រឡាញ់រាប់អានគ្នាបានមាននិស័យមកធ្វើការជាមួយគ្នារស់នៅជាមួយគ្នាហើយក៏បង្កើតឲ្យទៅជាភេទរភាពឲ្យទៅជាសមានភាពជាបងប្អូនភាពស្និទ្ធស្នាលស្រឡាញ់គ្នាហ្នឹងដោយមេត្តាករុណាដោយការចែករំលែកឯហ្នឹងបានកើតទៅជារឿងសហការរួមសាមគ្គីគ្នាបានមិនអាចគ្រាន់តែយើងចង់ឲ្យគេល្អជាមួយយើងប៉ុន្តែយើងអត់ល្អជាមួយគេអានឹងវាអត់អាចទៅរួចទេតើលើយើងដាំពូជបានយើងបានផលមានមេត្តាមានសេចក្តីសន្តោសករុណាជួយសង្គ្រោះមានការចែករំលែកមានការអត់ឱនយោគយល់រឿងណាដែលថាវាហួសហើយនឹងកុំចាំបាច់រំលឹករំលើកមកកកោកកាយនាំឲ្យល្អក់កកអីទៀតឧទាហរណ៍ថារឿងនឹងវាចប់ទៅហើយអញ្ចឹងយើងជួយតម្រែតម្រង់គ្នាទៅមុខទៀតទៅតើចេះយល់គ្នាទៅវិញទៅមកអញ្ចឹងអានឹងទើបយើងរស់នៅជាមួយគ្នាបានសុខបើប្រាថ្នាសេចក្តីសុខដល់ខ្លួនឯងសូមកុំផ្ដល់សេចក្តីក្តៅក្រហាយដល់អ្នកដទៃព្រោះកម្មនឹងរត់មករកម្ចាស់វិញមិនខានមានជួបមានព្រាត់មានសុខមានទុក្ខជារឿងធម្មតារៀនទទួលយកទាំងពីរទៅដល់ណាក៏ជួបដែរកុំកំណាញ់ពាក្យលើកទឹកចិត្តពេលគេធ្វើបានល្អអ្នកបានបុណ្យផងបានមិត្តភាពផងបានជួយពង្រីកអំពើល្អផងខឹងហើយគុំគួនចងពៀគ្នានាំឲ្យកើតទុក្ខក្តៅក្រហាយវែងឆ្ងាយកំណើតវិលវល់កើតមកជាសត្រូវនឹងគ្នាបើខឹងឲ្យឆាប់បាត់កុំចងពៀគ្នាបំណងប្រាថ្នាមិនចេះតែបានសម្រេចគ្រប់ពេលទេហេតុមិនគ្រប់មិនបានសម្រេចឡើយរៀនទទួលស្គាល់ការពិតទើបមិនសូវមានទុក្ខកុំមានអ្នកពេកកុំពូកែតែឯងពេកកុំចេះគ្រប់រឿងពេកកុំអួតពេកស្ងាត់ខ្លះស្ដាប់គេខ្លះក៏ល្អដែរ
និយាយច្រើនតែអត់ប្រយោជន៍យូរទៅអស់តម្លៃខ្លួនឯងពាក្យពិតពាក្យមានប្រយោជន៍មើលកាលសិនសឹមនិយាយខឹងក្រោតច្រើនមួម៉ៅច្រើនទុកក៏ច្រើនបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តអីរៀនដូរចិត្តដូរអារម្មណ៍ដូររឿងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកជីវិតមិនទៀងទេខំសាងបុណ្យបានជាទ្រព្យជាប់តាមខ្លួនទម្លាប់និយាយដោយចិត្តមេត្តាដោយពាក្យពីរោះពិសាហើយមើលពេលផងអ្នកបានបុណ្យផងបានមិត្តភាពផងមិនបៀតបៀនអ្នកដទៃដោយកាយឬវាចាជាមហាបុណ្យដ៏ធំធេងកើតជាតិណាមានអាយុវែងសុខភាពល្អមានគេចូលចិត្តច្រើនអត់ធន់ចំពោះការលំបាកអត់ធ្មត់ចំពោះពាក្យសម្ដីអ្នកដទៃអត់ឱនចំពោះទោសកំហុសទាំងឡាយមិនតបតទាំងកំហឹងជាជ័យជំនះដ៏ធំធេងគឺឈ្នះសេចក្តីក្រោធក្នុងចិត្តអ្នកបានត្រជាក់ចិត្តហើយមិនមានពៀវេរាអុចអាលឲ្យគេឆ្លោះគ្នាបាបខ្លាំងណាស់ហើយមានកម្មពៀទៀតកើតជាតិណាបែកបាក់កូនចៅរស់នៅមិនសុខទេពេលនិយាយស្ដីឲ្យចេះគិតក្រែងចិត្តគេខ្លះផងវាចាមិនល្អនាំឲ្យមានបាបកម្មពៀវេរាកើតជាតិណាសម្បូរសត្រូវ អាហារផ្លូវចិត្តភាគ2សំណាងល្អកើតពីអំពើល្អដែលអ្នកបានសាងសំណាងអាក្រក់កើតពីអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្តកំហឹងជាកែវពង្រីកធ្វើឲ្យរឿងតូចคล้ายជារឿងធំពេលកំហឹងរសាយបាត់ទៅបញ្ហាងាយដោះស្រាយកុំតក់ក្រហល់ហួសហេតុពេករឿងកើតឡើងតាមហេតុរបស់វាមិនមែនតាមចិត្តអ្នកបង្ខំទេរៀនដោះលែងខ្លួនអ្នកពីគុកអតីតកាលចាត់ទុកថាជាផលបាបចាស់ទៅចុះយកវាជាមេរៀនរួចដើរទៅមុខទៀតកុំងាកក្រោយញឹកពេកការស្ដីបន្ទោសខ្លួនឯងញយជាការបើកផ្លូវឲ្យរឿងពីអតីតមកដុតចិត្តអ្នកឲ្យក្តៅម្ដងហើយម្ដងទៀត
រឿងខ្លះស្ដាប់ត្រចៀកមកខាងចេញត្រចៀកមកខាងក៏ល្អដែរព្រោះជារឿងអត់ប្រយោជន៍គិតច្រើននាំឲ្យក្តៅក្រហាយចិត្តដរាបណានៅមានជីវិតកុំទាន់អស់សង្ឃឹមផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតចាប់ផ្ដើមសារជាថ្មីព្យាយាមបំពេញភារកិច្ចអ្នកឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះរឿងថ្ងៃស្អែកចាំជួបពេលខឹងកុំអាលនិយាយចាំត្រជាក់ចិត្តសិនសឹមនិយាយក៏មិនទាន់ហួសពេលដែរសាងល្អពីក្មេងវ័យនាំលាភជ័យក្នុងជីវិតអំពើល្អជួយការពារភយន្តរាយទាំងឡាយហើយនាំអ្នកឲ្យដើរក្នុងផ្លូវត្រូវចង់ដឹងពីចរិតពិតរបស់មនុស្សចាំមើលពេលមានអំណាចក្នុងដៃអ្នកខ្លះបានតួនាទីហើយភ្លេចខ្លួនភ្លេចកំណើតបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តយូរពេករៀនដូរចិត្តដូរអារម្មណ៍រៀនភ្លេចខ្លះទើបមិនសូវមួម៉ៅចិត្តយឺតចុះតែកុំបោះបង់រក្សាជំហរបន្តដំណើរបន្តិចម្ដងគួងដល់គោលដៅដែលអ្នកពងប្រាថ្នាកុំមានអ្នកពេកកុំចេះគ្រប់រឿងពេករៀនស្ដាប់គេខ្លះយើងចេះនេះគេចេះនោះរៀនបើកចិត្តឲ្យទូលាយកុំទម្លាប់បង្អាប់គេហើយលើកខ្លួនឯងគេស្អប់ផងបាបផងមានពៀវេរាផងកើតជាតិណាសម្បូរសត្រូវមនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅបើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យរបស់វាស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជបុណ្យសម្រាប់ទៅកាន់បរលោកនាយហួងហែងច្រើនទុកក៏ច្រើនដែរព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយចង់ឲ្យគេគោរពអ្នកត្រូវចេះគោរពគេមុនរៀនផ្ដល់តម្លៃសេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងបានទទួលសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបានរឿងដែលអ្នកមិនទាន់ធ្វើកើតរងចាំសិនចាំដល់ពេលអ្នកមានឱកាសមានសមត្ថភាពចិត្តបុណ្យ
ចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខស្ងប់ច្រើនរស់ចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងមនុស្សមានសម្ពាធបុណ្យខុសគ្នាជោគវាសនាក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះផងទើបធ្វើការជាមួយគ្នាបានយូរកុំយកពាក្យសម្ដីលាមករបស់គេមកគិតហើយដេកកើតទុកឡើយមាត់គេចិត្តគេខាត់គេមិនបានទេរឿងថ្ងៃស្អែកមិនទាន់មាននៅឡើយទេចាំស្អែកចាំជួបកុំព្រួយហួសហេតុពេកបើបុណ្យមាននឹងជួបរឿងល្អអតីតកាលបានកន្លងហួសទៅហើយកុំស្ដាយអីព្រោះបើស្ដាយទៅក៏កែអ្វីមិនបានដដែលយកវាជាមេរៀនហើយដើរទៅមុខកុំងាកក្រោយញឹកពេកមាត់គេត្រជាយើងគេមានសិទ្ធិនិយាយហើយអ្នកមានសិទ្ធិស្ដាប់ឬមិនស្ដាប់គ្មានអ្នកណាបង្ខំអ្នកទេអ្នកមិនអាចផ្ទុកមាត់គេបានទេតែអ្នកអាចផ្ទុកត្រចៀកអ្នកបានបើអ្នកគិតថាវាគ្មានប្រយោជន៍គ្មានតម្លៃសម្រាប់ខួរក្បាលអ្នកគិតមេរោគអាចឆ្លងចូលចិត្តអ្នកតាមទ្វារត្រចៀកបើអ្នកចេះតែយកពាក្យពេចន៍ទិដងគេមកគិតហើយដេកក្តៅក្រហាយពេលគេនិយាយស្ដាប់ចុះតែត្រូវពិចារណាបើវានាំឲ្យចម្រើនចំណេះដឹងនិងគុណធម៌ស្ដាប់ឲ្យច្រើនចុះតែបើជាពាក្យឌឺដងចង់ឲ្យអ្នកក្តៅក្រហាយទេកុំស្ដាប់អីហើយបើជ្រុលជាស្ដាប់ទៅហើយឆាប់ភ្លេចទៅទុកខួរក្បាលអ្នកគិតរឿងណាមានប្រយោជន៍វិញយកពាក្យពេចន៍ឌឺដងគេច្រើនមកទុកក្នុងខួរក្បាលអ្នកនឹងសម្បូរមេរោគហើយមិនសូវបានសុខទេបើជាពាក្យដាស់តឿនចង់ឲ្យអ្នកបានល្អអរគុណគេទៅតែបើគេឌឺដងឲ្យអ្នកក្តៅទេកុំក្តៅតាមគេអីកុំផ្ញើសេចក្តីសុខនៅលើបបូរមាត់អ្នកដទៃឡើយ
សាចិត្តអ្នកហោះហើរទៅណាអ្នកត្រូវតាមដានចិត្តអ្នកជាប្រចាំបើចិត្តខឹងក៏ដឹងតែចិត្តកំពុងខឹងហើយមិនថយលបឿនកំហឹងបន្តិចមកបើចិត្តចំណែនដឹងថាចិត្តកំពុងចំណែនហើយទាញវាចេះអបអរសាទរគេវិញបើស្ដាយក្រោយដឹងថាចិត្តកំពុងតែស្ដាយក្រោយហើយទាញវាត្រឡប់មកវិញប្រាប់ថារឿងហួសទៅហើយកុំស្ដាយអីបើចិត្តរីករាយចិត្តល្អចិត្តមេត្តាចិត្តបុណ្យក៏ដឹងថាចិត្តrấtល្អហើយព្យាយាមចម្រើនចិត្តប្រភេទនេះឲ្យបានច្រើនធ្វើជាប៉ូលីសតាមដានចិត្តអ្នកនាំឲ្យវាគិតរឿងត្រូវរឿងល្អទើបមិនសូវស្មុគស្មាញហើយមិនសូវមានទុក្ខកុំធ្វើជាជនរងគ្រោះឲ្យចិត្តធ្វើបាបអ្នកតាមចិត្តឡើយត្រូវបង្កើនស្មារតីធ្វើជាម្ចាស់ធ្វើជាអ្នកបញ្ជាចិត្តវិញហ៊ានទទួលយកការពិតជីវិតអ្នកណាក៏មានបញ្ហាដែរពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អជារឿងធម្មតានៃជីវិតគ្មានអ្នកណាអាចជៀសរួចទេបើជួបរឿងល្អទទួលយកទៅតែកុំអរកុំអួតពេកព្រោះអ្វីមិនទៀងទាត់ទេហើយបើជួបរឿងមិនល្អវិញក៏កុំមួម៉ៅពេកអីជីវិតគឺអញ្ចឹងឯងពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចចិត្តទេត្រូវហ៊ានប្រឈមមុខដោះស្រាយចំពោះបញ្ហាទាំងឡាយកុំភ័យកុំតក់ស្លុតពេកអីភ័យទៅធ្វើឲ្យរឿងកាន់តែស្មុគស្មាញឡើងបើរឿងអាចដោះស្រាយបានកុំបារម្ភពេកអីដោះស្រាយទៅតែបើប្រឹងហើយនៅតែដោះមិនបានក៏គ្មានអីត្រូវកើតទុកពេកដែរព្រោះបើមួម៉ៅទៅដោះអីមិនចេញដដែលមានតែបង្កើនទុកបន្ថែមទៀតប៉ុណ្ណោះរៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកើតទុក្ខស្វែងយល់ពីជីវិតយើងតែម្នាក់មានឧបសគ្គច្រើនណាស់ដែលតម្រូវឲ្យយើងហ៊ានប្រឈមមុខដោយស្មារតីរឹងប៉ឹងការតស៊ូព្យាយាមក្តីសង្ឃឹមនិងភាពអំណត់អត់ធន់វិថីជីវិតមិនរៀបស្មើរហូតទេមានឡើងមានចុះមានទាបមានខ្ពស់មានសុខមានទុក្ខមានជួបមានព្រាត់មានខាតមានចំណេញជារឿងធម្មតាដូច្នេះត្រូវបង្កើនស្មារតីចម្រើនប្រាជ្ញាប្រាប់ខ្លួនឯងឲ្យហ៊ានទទួលយកការពិតទាំងឡាយទាំងល្អទាំងមិនល្អដែលកើតឡើងក្នុងជីវិតនេះពេលជួបរឿងល្អហ៊ានទទួលយកទៅតែកុំជួបពេកពេលជួបរឿងមិនល្អក៏ត្រូវតែហ៊ានទទួលហើយព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាពទៅដោះបានប៉ុណ្ណាយកប៉ុណ្ណឹងទៅកុំកើតទុក្ខពេកអីគ្មានអ្នកណាមានសមត្ថភាពដោះបានគ្រប់បញ្ហាទេហើយកុំសូវប្រៀបធៀបជីវិតអ្នកទៅនឹងជីវិតគេអីខ្សែជីវិតម្នាក់មិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងតែអ្នកអាចរៀនសូត្រពីគេបានខ្លះជីវិតនេះ
ngày miền Bánh Hà hai Bánh Hà ban bằng riêng nẹ ở rừng mòm trường môn riêng nhà nhiễm đã Bánh Hà công dung đã Bánh Hà từជីវិតមិនសូវមានទុក្ខជើញញាតិញោមសិក្សាពុទ្ធវត្តខ្លីៗក្នុងសភៅសាសនសុភាសិតចំណុចមួយព្រះអង្គសម្ដែងថាខន្តិហិតសុខាវហាសេចក្តីអត់ធន់ជាគុណជាតិនាំមកនៅប្រយោជន៍និងសេចក្តីសុខដូចថាយើងមិនស្ថិតនៅក្រោមឥទ្ធិពលរបស់កំហឹងយើងអាចគ្រប់គ្រងចិត្តយើងបានយើងមិនយកកាយមិនយកវាចារបស់យើងនឹងទៅបំរើកំហឹងនិយាយជេរបតិចផ្ដាសាវាយទាត់ធាក់អញ្ចឹងមានរឿងអីក្នុងជីវិតយើងទប់ទល់បានយើងយកមកពិចារណាសិនមុននឹងសម្រេចចិត្តអញ្ចឹងយើងខ្លាចទៅជាមនុស្សរឹងប៉ឹងជាអ្នកដែលមានគុណសម្បត្តិអាចជាទីពឹងរបស់គេអាចជាអ្នកដឹកនាំរបស់គេអញ្ចឹងបាននៅប្រយោជន៍ហើយនឹងសេចក្តីសុខអត់មានវិបត្តិនៅថ្ងៃក្រោយទេមួយចំណុចទៀតនេះព្រះអង្គសម្ដែងថាពិយោទេវមនុស្សសានាំងមនីបោហោតិខន្តិកោពិយោប្រែថាជាទីពេញចិត្តទេវមនុស្សសានាំងនៃមនុស្សនិងទេវតាទាំងឡាយអ្នកមានខន្តិអ្នកមានសេចក្តីអត់ធន់ជាទីស្រឡាញ់ពេញចិត្តនៃទេវតានិងមនុស្សទាំងឡាយអញ្ចឹងយើងនៅក្បែរអ្នកដែលរឹងប៉ឹងផ្លូវចិត្តហ្នឹងយើងដូចថាវាតិចមនុស្សហ្នឹងជាមនុស្សដើមឈើមានម្លប់ជាមនុស្សដែលមិនមុងម៉ាំងឈុងឆាំងនាំរឿងក្តៅក្រហាយអុជយើងឲ្យឆេះទេជាងអ្នកដែលនៅក្បែរហ្នឹងក៏បានតិចគួរជាទីគោរពគួរជាទីស្រឡាញ់ហើយមិនមែនតែមនុស្សទេសូម្បីតែទេវតាមិនថាទេវតាទេសូម្បីតែសត្វដេរិឆានក៏វាស្រឡាញ់អ្នកដែលចេះស្រឡាញ់វាដែរជាអ្នកដែលមានមេត្តាករុណាហ្នឹងអ្នកដែលឲ្យបាយទឹកឲ្យអីវារាល់ថ្ងៃហ្នឹងវាស្រឡាញ់ហើយវាជាពិសេសសត្វសំណក់ហ្នឹងវាស្មោះត្រង់នឹងម្ចាស់វាខ្លាំងអញ្ចឹងយើងរក្សាចិត្តឲ្យមានខន្តីច្រើនកុំសូវឲ្យកំហឹងហ្នឹងវាមកសន្ធិដ្ឋនៅក្នុងចិត្តយើងច្រើនពេកអនុមោទនាជើញញាតិញោមសិក្សាឱវាទពុទ្ធខ្លីៗក្នុងសភៅសាសនសុភាសិតនេះដល់វគ្គនិយាយពីសេចក្តីក្រោធកោដ្ឋវៈព្រះអង្គសម្ដែងថាកោធោចិត្តតបកោបណូមានន័យថាសេចក្តីក្រោធធ្វើឲ្យចិត្តហ្នឹងកម្រើកកោធោហ្នឹងប្រែថាក្រោធកោបណូហ្នឹងវាកម្រើកពេលណាយើងខឹងយើងជើបជួលយើងជួលច្បល់យើងញ័រដៃញ័រជើងបើនៅក្នុងក្បួនពេទ្យញ័រទាំងបេះដូងឈាមរត់នឹងក៏មិនល្អដែរហើយអ្នកនឹងអាចប្រឈមមុខនឹងជំងឺកាំងបេះដូងឬក៏ដាច់សរសៃឈាមខួរក្បាលទៀតក៏មានដែរមិនមែនឲ្យតែចិត្តកម្រើកទេសូម្បីកាយក៏កម្រើកដែរបើយើងនៅក្រោមឥទ្ធិពលរបស់កំហឹងខូចការធ្វើឲ្យប៉ះពាល់សេចក្តីសុខផ្ទាល់ខ្លួនផងប៉ះពាល់ដល់អ្នកដទៃនៅក្បែរខ្លួនផងមួយទៀតនេះព្រះអង្គសម្ដែងថាអន្ធតមੰតទាហោតិយ៉ាងកោធោសហតេនរាំងប្រែមកវិញថាសេចក្តីក្រោធគ្របសង្កត់អ្នករជនក្នុងកាលណាងងឹតរមែងមានក្នុងកាលនោះអញ្ចឹងពេលយើងខឹងយើងគិតអត់សូវបានវែងឆ្ងាយទេគិតខ្លីហើយច្រើនប្រើហិង្សាជាពាក្យសម្ដីកាយវិការវាយទាត់ធាក់គ្នាបាញ់បោះទៅចូលគុកចូលចង្វាក់ទៅអញ្ចឹងយើងគួរពិចារណាកុំឲ្យកំហឹងហ្នឹងវា
មានអតិពលខ្លាំងពេកមកលើជីវិតយើងជីវិតជននឹងវានៅហើយប៉ះពាល់អារម្មណ៍មិនជាទីពេញចិត្តនាំឲ្យកើតទោសៈចឹងពេលណាកើតទោសៈកំណត់ដឹងថាអូចិត្តអញខឹងណាស់ទោសៈហ្នឹងខ្មោចតាចឹងយើងអត់យកវាជាមិត្តភក្តិវាមកយើងមានសតិជារបងមានបញ្ញាជាអ្នកយាមផ្លូវយើងកំណត់ដឹងសតិកំណត់ដឹងថាអូកំហឹងកើតឡើងបញ្ញាមកពន្យល់អើយកំខឹងអីមនុស្សនឹងតែអញ្ចឹងអើយខឹងទៅវាពិបាកតែខ្លួនឯងហ្នឹងហើយអញ្ចឹងយើងមិនយកកំហឹងហ្នឹងមកអោបនឹងខ្លួនយើងទេហើយក៏យើងយល់តាមសភាវៈធម្មជាតិទេយើងមិនខឹងខ្លាំងទេមនុស្សហ្នឹងឧបនិស្ស័យមកអញ្ចឹងនិយាយស្ដីបដៅថានៅតែថាប៉ុន្តែมันមានកំហឹងជាប់ទៅជាមួយទេបើមានកំហឹងជាប់ទៅជាមួយក៏ឆាប់ផ្លាស់ប្ដូរដែរនេះបងសំដែងមួយទៀតថាកោធោទុំមេធៈគោចរោសេចក្តីក្រោធជាគោចររបស់មនុស្សល្ងងអានេះខ្មែរយើងចូលចិត្តប្រើពាក្យមួយថាម៉ូបាំងមនុស្សល្ងងនោះចូលចិត្តលមងលំាំងឆុងឆាំងជេរវាយទាត់ធាក់ផឹកស៊ីឆ្លោះប្តីឆ្លោះប្រពន្ធវាយកូនវាយចៅអាហ្នឹងថាមនុស្សល្ងងនោះចូលចិត្តប្រើអំពើហិង្សាចឹងព្រះអង្គប្រើពាក្យនៅក្នុងបត្រៃបិដកថាជាទីគោចរមានន័យថាមនុស្សក្រោតនឹងចូលចិត្តធ្វើអញ្ចឹងមួយចំណុចទៀតនេះព្រះអង្គសម្ដែងថាទោសោកោថសមុទ្ឋានោទោសមានសេចក្តីក្រោធជាសមុទ្ឋានទោសកំហុសទាំងកាយវាចាចិត្តរហូតអ្នកខ្លះជាប់គុកជាប់ចង្វាក់ហ្នឹងដោយសារមានសេចក្តីក្រោធហ្នឹងជាហេតុសមុទ្ឋានហ្នឹងប្រែថាជាហេតុដូចថាយើងខឹងមកផ្លែតអញ្ចឹងយកកំភ្លើងបាញ់ទូងយកកបិតកាប់គ្នាឬក៏ពេលខ្លះខឹងគេវ៉ាឡានអញ្ចឹងបុកឯងពីក្រោយអីចឹងទៅមកគ្រោះថ្នាក់ស្លាប់មនុស្សឬក៏ជាប់គុកជាប់ចង្វាក់អញ្ចឹងទៅទៀតក៏មានដែរនេះព្រះអង្គសម្ដែងមួយទៀតកោធាំងខេតថ្វាសុខੰសេតិតែសម្រាប់សេចក្តីក្រោធបានទើបនៅជាសុខតែយើងរៀនមានខន្តីមានអត់ធន់មានការអត់ឱនយោគយល់មានបញ្ញាអញ្ចឹងមិនមែនន័យថាអត់តប៉ុន្តែខាងក្នុងក្តៅអាហ្នឹងមិនឈ្មោះថាមានខន្តីទេអ្នកនឹងបង្ក្រាបខន្តីនឹងនៅខាងក្នុងតាមរយៈប្រធរតាមរយៈសតិបញ្ញាស្មារតីបើទោះជាមានរឿងអីកើតឡើងខាងក្រៅក៏វាអត់រំជើបរំជួលដែរដូចដំបូកអញ្ចឹងដូចភ្នំថ្មតាន់អញ្ចឹងទោះជាខ្យល់ព្យុះក៏វាអត់អង្គើដែរយ៉ាងណាចិត្តរបស់យើងហ្នឹងជាពិសេសដូចព្រះអរហន្តដែលលោកអស់នៅកិលេសរំជើបរំជួលទៅអត់ទៅកើតទុកនឹងរឿងខាងក្រៅនឹងដោយសារគេជេរដោយសារគេមិនគោរពអីនាំឲ្យកើតទុកអត់ទេពីព្រោះលោកអស់គ្រឿងទាស់នៅខាងក្នុងចិត្តហើយអនុមោទនាជាញាតិញោមសិក្សាពុទ្ធឱវាទខ្លីៗក្នុងសភៅសាសនសុភិសិទ្ធនេះនិយាយពីសេចក្តីក្រោធនេះព្រះអង្គសម្ដែងថាកោធណោទុបណោហោតេអ្នកក្រោធជាអ្នកមានសម្បុរអាក្រក់កោធណោសេចក្តីក្រោធទុប្រែថាអាក្រក់វណ្ណៈទុបណៈប្រែថាពណ៌សម្បុរអាក្រក់នឹងយើងខឹងទៅមុខកញ៉េកញើមុខជ្រួញមុខក្រហមហើយបច្ចុប្បន្នមុខអាក្រក់ទៅមុខទៀតក្នុងធម៌និយាយពីកម្មនាំឲ្យកើតមកអត់ស្អាតគេអត់ចូលចិត្តអត់ស្រស់ឯមុខនឹងដូចក្រូចសើចចឹងហ្នឹងអ្នកដែលសំខឹងច្រើននាំឲ្យរូបអាក្រក់មួយចំណុចទៀតនេះព្រះអង្គសម្ដែងថា
tục kháng xạ dạy tệ cao thẻ nô xạ dạy tệ phải thật đê tục kháng phải chỉ tục chẳng nẹ cao nâng tay đê chỉ tục tầng đi tầng đa tầng chơi tầng cuối nâng phần là non cả lại nâng phong xong đây đi về mình sóc có về mua về mau và chết ta kích khăn cung trong thưa mấy áo kia đời và là một khuôn ai nó đời một kia nếu bọn xong đây ta cao thang khét phá nẹ sau chết tệ sầm lập sẽ cái đây cao bán mình miền sẽ cái đây sau kia khăn cao về mình thưa cầm hó mình chưa bị sầm đây mình thưa ấy để bầm ra cầm hăng nom ở miền tôi chọp cục chọp cho vậy chẳng thắm thật chụp nhiệt nhiều khá đấy để quạt khăn cứ quậy mùng măng phồng phẳng trong khối cái đọ xạ trên bị sma hay chọp cục chọp cho vậy côn bột buồn đấy lẹ luôn ở miền nẹ chùm hồ nông khổ xà nông ơi xà cầm hắng với thừa miền sẽ cái đây sau chẳng nếu bọn sầm đáy thật cao thét xăm mẹ té xăm mặt tàu ai dạ sạc kháng nị kia chết tệ bọn thà nẹ sổ văng súp đôi sẽ cái đây cáo tay đó nơi phiếp chỉ nẹ ít vua xạ chẳng nghĩ chẳng ngang vậy ở đằng ba đằng của tôi ở trên group kia ở trên group ấy anh đang về áp vua ở miền kia sẽ lại cái chỗ chất thế cách thì vô kia mua tơ na của mình là ở đài chẳng dừng chỉ diêm group sừng cọt ở đẻ xa cài vì cha bàn là ở tam rịa miền khăn tây group chất bà dương nếu bọn sầm đáy tha bạch trà sáu vị cật tế cao thế ạc kèng tẹt thô vẹ tập bật tệ kháng cõi bê xịt đây cõi nâng rồi lột bạch tứ nẹ cõi nốt rồi mến cái đại cõi hài đôi trời phường trẻ hình rằng từ bộ lái đôi ngành một đó chê kia măng thật bực nông Facebook rong ngay với chạm tư bánh chạm tư chạm mau chi trẻ đã cái này chẳng tư vẫn là cái đại cả hai kịch đó khoa lá cho mớ ảnh to với mấy nó đôi dựng đột khuôn ảnh chẳng bàn bọn xâm đại bia rung ngọt để cả mình chọn bia nâng ai bởi dương bạch phương từ bạch phương máu vì ở trên rồi luật tê nếu bọn xâm đại thật cao thạ chia táo bà ra phèo vù nẹ miên xịt đây cao cao hơi chỉ nẹ vì nia đòi chuyện sẽ đáy nâng bởi dương luôn một cái to tên tới bảy bạ bị cua xa bởi quay to thẻ kê tới bong lùi ôi lý ôi kê chân tơ vì nia ha hai bờ trâu miên tầm nẹ tầm nôn ấy hồ xí luôn khné lấy má rô xí cho mùi khné tới bình vậy ở trâu tới cứ vì nia cổ so là thô khăn khăn nông lên miền chật bon chật cả tan nhu ấy cao thôi vì vụ cầm hăng nó về từ plái cổ sò nó ở hài chẳng chia sờ rộp màu vinh cứ dừng trâu miền tệ smart đây đầm bay được rẽ xa cầm oi cầm hăng nó về màu sình thắt nó không chật dừng bà mình chẳng ấy dưới khai từ chia tiết sẽ có bụng ra cầm hăng về pra ở dương dây chê quay tuột thẹ thơm bữa cọ ba cam thẹ nó ruột thẹ bẹt ở xa dương chia tiết sẽ có bà cầm hăng dương mình ai lẹ liệp bán ấy vẫn là thơ ca ọp rung khuôn ánh ca chui vì nẹ đợt tây chung vinh luôn ca vực hạt chặt ở bàn rưỡi nâng dương đột khát cái nằm nâng tìm đó dương bàn sra bị cầm hằng hay dương có bàn sọc sra này một tình này bây dương bực kiện dương hàn luộc hái dương sốt dạng cây như từ sò hái dương trôi tật pan sủi trôi tật nâng đầm bay ấy
ទឹកនេះវាតិចតំណាងឲ្យទឹកចិត្តមេត្តាយើងតាំងចិត្តថាអ្វីដែលយើងធ្វើក្នុងថ្ងៃនេះបុណ្យដែលយើងធ្វើក្នុងថ្ងៃនេះយើងសូមចែករំលែកដល់អ្នកដែលបានចែកឋានទៅមានមេត្តាបិតាជាដើមហ្នឹងហើយការបែងចែកនៅបុណ្យកុសលហ្នឹងឧបមាដូចជាការចែករំលែកនៅធាតុតិចដល់អ្នកដែលបានស្លាប់ទៅហ្នឹងប៉ុន្តែសួរថាតលចាក់ទឹកបានដល់គាត់ណាថាមែនទេអាហ្នឹងជាប្រពៃណីទំនៀមទម្លាប់មកទៅពីសម័យព្រះក៏មានដែរពេលគេប្រគេនកុដិសាលាអញ្ចឹងគេប្រគេនលើកកុដិលើកសាលាប្រគេនថ្វាយព្រះសម្មាសម្ពុទ្ធមិនកើតទេអញ្ចឹងគេដាក់លើពហោះព្រះអង្គតំណាងថាគេបានប្រគេនអញ្ចឹងទៅជានិមិត្តរូបទេហើយក៏យើងតាំងចិត្តឧទ្ទិសកុសលទៅបើមានទឹកក៏ចាក់អញ្ចឹងទៅបើគ្មានទេក៏មិនជាទាស់ខុសអីដែរទឹកនឹងជាតំណាងនៃទឹកចិត្តមេត្តាសេចក្តីស្រឡាញ់ការដឹងគុណរបស់យើងចំពោះមេត្តាបិតាជាការផ្សាយនៅសេចក្តីត្រជាក់ត្រជុំដល់អ្នកដែលបានស្លាប់ទៅជាបុព្វការីជននឹងហើយក៏មិនមែនចាំបាច់តាអ្នកដែលស្លាប់ទៅទេអ្នកនៅរស់ជុំវិញនឹងក៏ត្រូវការភាពត្រជាក់ត្រជុំទឹកចិត្តមេត្តាពីយើងដែរអញ្ចឹងក្នុងអត្ថន័យនេះគឺជាការផ្សាយទឹកចិត្តស្រឡាញ់ចែករំលែកបុណ្យកុសលដែលយើងបានធ្វើជូនដល់លោកអ្នកដ៏មានគុណប៉ុណ្ណឹងយើងគ្រាន់តែតាំងចិត្តក្នុងចិត្តទៅបើគ្មានទឹកថាសូមឧទ្ទិសបុណ្យកុសលនេះជូនដល់លោកឪពុកអ្នកម្ដាយឬក៏លោកយាយលោកតាឈ្មោះនេះសូមលោកឪពុកអ្នកម្ដាយមកទទួលបុណ្យកុសលពីខ្ញុំអញ្ចឹងទៅក៏បានដែរហ្នឹងជាការចែករំលែកបុណ្យនៅក្នុងធម៌លោកហៅថាបតិទានមយៈបុណ្យនៃការពីការចែករំលែកបុណ្យកុសលដល់អ្នកដែលបានធ្វើមរណកាលទៅឬក៏ចែករំលែកបុណ្យកុសលដល់អ្នកដែលនៅរស់ហ្នឹងក៏បានបុណ្យដែរអនុមោទនាជួយញាតិញោមសិក្សាពុទ្ធវត្តខ្លីៗក្នុងសភៅសាសនសុភាសិតដល់ចិត្តវៈនិយាយពីចិត្តម្ដងក្នុងចំណុចនេះព្រះអង្គសម្ដែងថាចិត្តតេអ្នកនិយតិលោកោសត្វលោកនឹងមានចិត្តជាអ្នកដឹកនាំយើងធ្វើអីនិយាយអីគឺមានចិត្តនឹងជាអ្នកបញ្ជាបើយើងមិនបានគ្រប់គ្រងចិត្តល្អចិត្តនឹងប្រើឲ្យជេរគេប្រើឲ្យនិយាយដើមគេឬក៏ខ្លាំងជាងនឹងទៅចិត្តនឹងប្រើឲ្យទៅវាយគេសម្លាប់គេហើយបើចិត្តល្អប្រើឲ្យទៅថ្វាយគុំម៉ែថ្វាយគុំឪជូនលុយជូនកាក់ប្រឹងប្រែងរៀនសូត្រតស៊ូព្យាយាមជាងចិត្តនឹងវាមានឥទ្ធិពលខ្លាំងណាស់វាអាចកែប្រែជោគវាសនាជីវិតបានប្រសិនបើចិត្តនឹងបានអប់រំនៅក្នុងគន្លងធម៌មួយចំណុចទៀតព្រះអង្គសម្ដែងថាចិត្តតាំងតន់តាំងសុខាវហੰចិត្តដែលគេបានទូមានល្អហើយរមែងនាំមកនៅសេចក្តីសុខអានឹងយើងប្រឡែងចោលមិនបានទេចិត្តយើងនឹងវាមានអាសវៈគ្រឿងត្រាំនៅក្នុងវានឹងសត្វជាតិពុលសត្វកំហឹងគុំគួនចំណែនស្អប់ព្យាបាទលោភលន់ហើយគ្រឿងត្រាំអាក្រក់ហ្នឹងវាធ្វើឲ្យយើងប្រព្រឹត្តអំពើបាបកម្មផ្សេងហើយក្តៅក្រហាយទាំងអស់គ្នាក្តៅក្រហាយទាំងយើងក្តៅក្រហាយទាំងអ្នកជុំវិញខ្លួនហ្នឹងអញ្ចឹងតើតែយើងអប់រំទូមានរឿយទៅទើបបានជៀសវាងអំពីអំពើអាក្រក់ហ្នឹងចិត្តយើងវាអត់ស្ថិតនៅក្រោមឥទ្ធិពលរបស់អកុសលហ្នឹងយើងវាស្រាលទៅណាយើងអត់ទៅខឹងអត់ទៅគុំអត់ទៅចំណែននិន្ទាគេទេអញ្ចឹងវាបានសុខត្រង់ហ្នឹងមួយចំណុចទីនេះព្រះអង្គសម្ដែងថាវិហញ្ញតិចិត្តវសានុវតីថាអ្នកប្រព្រឹត្តតាមអំណាចចិត្តរមែងលំបាកវិទៅចិត្តនឹងប្រកបឲ្យទៅវាយគេទៅវាយគេប្រកបឲ្យទៅជេរគេជេរគេចិត្តនឹងវាអត់បានអប់រំល្អវាបជាយើងឲ្យធ្វើតាមវាចង់ណាបចោគេកដាលយប់ចោលចានចោលឆ្នាំងទៅអានឹងលំបាកហើយយើងមើលបងប្អូនខ្លះដែលមានបញ្ហាក្នុងគ្រួសារឬក៏ជេរបចោលចងគំនុំគ្នាអីហ្នឹងគុំគួនគ្នាអីហ្នឹងវាមានបានសុខអីណាអ្នកប្រព្រឹត្តតាមអំណាចចិត្តហ្នឹងរមែងលំបាកនេះ
មួយទៀតព្រះអង្គសម្ដែងថាចិត្តទេសង្កលិទ្ធេទុក្កតិបាដិកង្ខាកាលបើចិត្តសៅមងហើយទុក្កតិរមែងកើតប្រកបអានេះបើឧទាហរណ៍ថាមុននឹងស្លាប់ចិត្តរវើរវាយសោកស្ដាយជាប់ជំពាក់វល់នឹងទ្របរបស់កូនចៅខឹងគុំគួនអ្នកណាអីចឹងកណាចិត្តសៅមងចឹងពេលបដិសន្ធិថ្មីមិនល្អទេចឹងតើឡាបដោតចិត្តមកនៅក្នុងកុសលធម៌អំពើល្អបនវិញបន្ទាប់មកព្រះអង្គសម្ដែងថាចិត្តទេអសង្កលិទ្ធេសុគតិបាដិកង្ខាកាលបើចិត្តមិនសៅមងហើយសុគតិរមែងកើតប្រកបចិត្តអ្នកនឹងផ្ចង់ទៅលើកុសលធម៌អំពើល្អបុណ្យដែលខ្លួនបានធ្វើហើយរឿងកូនចៅទ្រព្យសម្បត្តិដីប្រពន្ធអីយើងទៅគេចាត់ចែងគេចេះរស់ខ្លួនគេហើយបើទោះជាយើងពិបាកខ្វល់ចិត្តមុននឹងស្លាប់ហ្នឹងមិនដឹងទៅជួយអីគេបានហើយវាមានតែទាញទម្លាក់យើងទៅក្នុងអបាយភូមិអញ្ចឹងរក្សាចិត្តចុងក្រោយមរណាសន្និយោហ្នឹងឲ្យស្ថិតនៅក្នុងកុសលធម៌អាហ្នឹងទើបយើងមានបដិសន្ធិល្អទៅក្នុងកំណើតខាងមុខអនុមោទនាជើញញាតិញោមសិក្សាអំពីឱវាទពុទ្ធខ្លីៗក្នុងសភៅសាសនសុភាសិតដល់វគ្គនិយាយពីកម្មអំពើព្រះអង្គសម្ដែងថាកម្មੰសត្ទេវិភេចតិយតិទាំងហេណបណៃតតាយៈកម្មឬក៏អំពើដែលយើងបានធ្វើនឹងជាអ្នកបែងចែកសត្វឲ្យថោកទាបឬក៏ឲ្យថ្លៃថ្លាជាងពីសម័យដើមគេថាព្រះជាអ្នកចាត់ចែងថាអូអ្នកនេះកើតក្នុងតកូលខ្ពង់ខ្ពស់ជាសត្វខ្ពង់ខ្ពស់អ្នកនេះកើតក្នុងតកូលថោកទាបជាសត្វថោកទាបពេលដែលពុទ្ធព្រះអង្គត្រាស់ដឹងព្រះអង្គបដិវត្តផ្នត់គំនិតនឹងថាមិនមែនព្រះជាអ្នកចាត់ចែងថាមនុស្សនេះថោកទាបឬក៏ខ្ពង់ខ្ពស់ទេគឺអំពើដែលយើងបានធ្វើនឹងឯងបើបុគ្គលនឹងទៅលួចគេហៅចោលហើយបើទោះជាអ្នកនឹងកើតក្នុងតកូលស្ដេចក្តីមន្ត្រីក្តីឬក៏តកូលអ្នករើសសម្រាមក្តីថោកទាបនឹងក្តីអញ្ចឹងតម្លៃរបស់មនុស្សមិនមែននៅលើព្រះជាអ្នកឲ្យទេតម្លៃរបស់មនុស្សគឺការងាររបស់អ្នកនឹងជាអ្នកឲ្យតម្លៃបើគាត់ចេះដឹងគាត់បង្រៀនគេហៅគ្រូបង្រៀនបើគាត់ទៅលេងល្បែងក្នុងតកូលណាក៏ដោយគឺអ្នកល្បែងហើយអ្នកផឹកហើយអញ្ចឹងអំពើដែលយើងបានប្រព្រឹត្តជាប្រចាំថ្ងៃហើយនឹងកម្មដែលយើងបានសាងពីអតីតមកបូកបញ្ចូលគ្នាកម្មទាំងពីរប្រភេទហ្នឹងនឹងផលិតថាយើងជាមនុស្សប្រភេទណាអញ្ចឹងកម្មអតីតជាឧបនិស្ស័យដែលយើងបន្សំមកយើងកែបានទេប៉ុន្តែកម្មបច្ចុប្បន្នយើងអាចកែបានយើងអាចប្រឹងសាងជាថ្មីបានម្នាក់ខ្លះកម្មអតីតមិនល្អកើតមកក្រពិបាកប៉ុន្តែដោយសារមានឆន្ទៈក្នុងកុសលប្រឹងប្រែងតស៊ូព្យាយាមរៀនសូត្រធ្វើឲ្យខ្លួននឹងបានចាក់ចេញផុតអំពីភាពខ្មៅងងឹតហ្នឹងអញ្ចឹងមកងងឹតទៅវិញភ្លឺដោយសារកម្មបច្ចុប្បន្នហ្នឹងឯងជាអ្នករៀបចំជីវិតរបស់អ្នកហ្នឹងឲ្យបានប្រសើរអញ្ចឹងព្រះអង្គសម្ដែងថាកម្មជាអ្នកចាត់ចែងមិនមែនព្រះជាអ្នកចាត់ចែងទេមួយចំណុចទៀតនេះព្រះអង្គសម្ដែងថាសុករੰសាធុនីសាធុអំពើល្អមនុស្សល្អធ្វើបានដោយងាយផ្ទុយទៅវិញអំពើអាក្រក់មនុស្សអាក្រក់ធ្វើបានដោយងាយដែរយើងមើលជេរវាយទាត់ធាក់កាប់សម្លាប់អីហ្នឹងមនុស្សល្អទៅធ្វើមិនកើតវាលើកដៃទៅធ្វើមិនរួចចេះប៉ុន្តែមនុស្សអាក្រក់ធ្វើអានងាយជេរប្រុយ
vớiสมัย Pol Pot ไว้กัดสำหรับสบายទៀត ដល់ពេលអំពើល្អមនុស្សល្អហ្នឹងចង់តែធ្វើចង់តែជួយឯងដោយសារទម្លាប់ចិត្តដោយសារមានឧបនិស្ស័យធ្វើទានជួយសង្គ្រោះឃើញគេបានសុខគាត់សប្បាយអញ្ចឹងគាត់ចេះចង់ធ្វើទៅទៀតទៅមានទ្រព្យមានរបស់អីនឹកដល់អ្នកមានគុណនឹកដល់ប្រសង់ទៅប្រគេនទៅជូនទៅដោយសេចក្តីគោរពបានសប្បាយចិត្តហ្នឹងអញ្ចឹងបានព្រះអង្គសម្ដែងសុការังសាធុនីសាធុអំពើល្អហ្នឹងមនុស្សល្អងាយនឹងធ្វើប៉ុន្តែអំពើបាបហ្នឹងមនុស្សអាក្រក់ក៏ធ្វើក៏ងាយធ្វើដែរហ្នឹងជើញញាតិញោមមករៀនអវាទពុទ្ធខ្លីៗក្នុងសភៅសាសនសុភិសិទ្ធកាលពីក្មេងអាត្មាចូលចិត្តអាននៅក្នុងអបមាទវៈនិយាយពីសេចក្តីមិនប្រមាទព្រះអង្គសម្ដែងថាអបមាទោអមតាំងបទាំងសេចក្តីមិនប្រមាទជាផ្លូវមិនស្លាប់មកគូហ្នឹងប្រមាទោមច្ចុណោបទាំងសេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់អញ្ចឹងបើយើងនិយាយក្នុងន័យសាមញ្ញបើឧទាហរណ៍ចាយើងជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពយើងបើកឡានអត់ពាក់ខ្សែក្រវ៉ាត់យើងតភ្លើងអត់មានពាក់ស្រោមដៃស្រោមជើងអីត្រឹមត្រូវដោយគិតថាអញបកែដល់ចុងក្រោយអាចឆក់ស្លាប់ទៅឬក៏គ្រោះថ្នាក់ដួលបែកក្បាលស្លាប់ភ្លាមទៅអាហ្នឹងសេចក្តីប្រមាទធ្វើប្រហែសក្នុងកិច្ចការងារប្រចាំថ្ងៃសេចក្តីប្រមាទរៀងជ្រៅទៅប្រមាទក្នុងវ័យអើយអញដូចមិនទាន់ដល់ពេលត្រូវគិតរឿងបុណ្យរឿងទានអីទេចាំចាស់បន្តិចទៅសេចក្តីប្រមាទថាអូអញសុខភាពល្អទេមិនអីទេអញ្ចឹងដូចថាធ្វើប្រហែសក្នុងការបំពេញបុណ្យនៅប្រមាទទៅលើអកុសលបន្តិចបន្តួចហ្នឹងមានអីជេរវាមកប្រាវសិនណាដាក់វាសិនទៅអញ្ចឹងចេះបដោយចិត្តណាអញ្ចឹងអាប្រមាទលើកិលេសហ្នឹងមិនស្រួលទេវាយូរទៅវាមានកម្លាំងវាមកលួចប្លន់សេចក្តីសុខកុសលធម៌ពីចិត្តរបស់យើងទៅខឹងគេបន្តិចចំណែនគេបន្តិចស្អប់គេបន្តិចគុំគេបន្តិចរវើរវាយបន្តិចគិតច្រើនបន្តិចយូរបន្តិចទៅវាលួចយកកុសលធម៌សេចក្តីសុខពីចិត្តយើងអស់ទៅអញ្ចឹងបានព្រះអង្គមិនឲ្យមានសេចក្តីប្រមាទទេមកចំណុចទៀតនេះព្រះអង្គសម្ដែងថាអបមាទទាំងចមេធាវីធនាំងសេដ្ឋังវរគតិអ្នកប្រាជ្ញតែងរក្សាសេចក្តីមិនប្រមាទដូចគេរក្សាទ្រព្យដ៏ប្រសើរបំផុតអញ្ចឹងយើងមានសតិជាប្រចាំសតិតាមដានសកម្មភាពកាយវាចាចិត្តរបស់យើងហ្នឹងកុំឲ្យភ្លឹកភ្លាំងទៅរៀងមីងមាំងសេសើមនុស្សខ្វះសតិខ្វះស្មារតីហ្នឹងរៀងភ្លឹកហើយយូរទៅកើតទៅជាជំងឺផ្លូវចិត្តដែរអញ្ចឹងចាំបាច់ត្រូវមានសតិគ្រប់គ្រងសកម្មភាពគ្រប់គ្រងចិត្តជាប្រចាំល្អមិនល្អយើងមានសតិហ្នឹងតាមដានជាប៉ូលីសសង្កេតមើលបើសិនជាចិត្តហ្នឹងវាដើរក្នុងផ្លូវត្រូវយើងជួយហើយបើដើរក្នុងផ្លូវខុសយើងជួយទាញវាត្រឡប់មកវិញដូចអារម្មណ៍មកជួបជាមួយកាលយានមិត្តសប្រមចារីអីចឹងទៅអញ្ចឹងយើងរៀនរក្សាចិត្តរបស់យើងដោយសេចក្តីមិនប្រមាទថ្ងៃនិងយប់ថ្ងៃយប់ជារឿងធម្មជាតិគ្មានអ្នកណាខាត់បានទេនៅពេលថ្ងៃប្រឹងរៀនប្រឹងធ្វើការពេលយប់មកដល់ក៏គ្មានអីត្រូវយំដែរដល់ពេល
ត្រូវគេងត្រូវសម្រាកជីវិតក៏ដូចគ្នាពេលខ្លះជួបរឿងល្អក៏ទទួលយកទៅតែកុំមានមោទនភាពពេកកុំអួតក្អេងក្អាងពេកជោគជ័យថ្ងៃនេះមិនប្រកាសថាជោគជ័យនៅថ្ងៃស្អែកទេហើយបើពេលខ្លះជួបរឿងមិនល្អក៏គ្មានអីត្រូវយំដែរប្រឹងដោះស្រាយទៅជីវិតគឺវាចឹងឯងពេលខ្លះបុណ្យឲ្យផលពេលខ្លះបាបឲ្យផលអ្នកយំពេលជួបបញ្ហាប្រៀបដូចជាអ្នកយំមិនចង់ឲ្យមេឃងងឹតដូច្នោះឯងជាមនុស្សខ្សោយបញ្ញាមិនហ៊ានទទួលស្គាល់ការពិតនៃជីវិតបុគ្គលនោះនឹងរស់នៅជាមួយសេចក្តីទុក្ខយ៉ាងច្រើនមិនខានចិត្តនឹងវាមានតួនាទីដឹងរឿងនេះរឿងនោះហើយប៉ុន្តែបើយើងមិនប្រយ័ត្នប្រយែងមិនមានស្មារតីជួយរក្សាទេវាដើរដឹងរឿងទៅពីទៅពីវាដើរគិតរឿងទៅប្រទេសទៅដាស់អានឹងធ្វើឲ្យចិត្តនឹងរវាយច្រើនស្មុគស្មាញច្រើនកើតទុក្ខច្រើនដែរឧទាហរណ៍ថាយើងចេះតែបដោយចិត្តឲ្យស្ដាយរឿងដែលកន្លងហួសទៅហើយចេះតែស្ដីបន្ទោសខ្លួនឯងមិនសមចឹងសោះមិនគួរសោះបើចេះទៅមានអីមកពីវានឹងបានចឹងអានឹងយើងបដោយចិត្តឲ្យទៅរស់នៅក្នុងអតីតកាលយើងបដោយឲ្យខ្មោចអតីតកាលមកលងចិត្តរបស់យើងអញ្ចឹងយើងអត់បានសុខទេពីព្រោះអារម្មណ៍ហ្នឹងវាមានមេរោគមកជាមួយមេរោគហ្នឹងតាមពិតទៅវានៅក្នុងចិត្តរបស់យើងគ្រាន់តែមានស្អីមកប៉ះបន្តិចទៅវារើឡើងវិញវាក្តៅវាកាហាយវាស្ដាយវាមួម៉ៅចឹងទៅចឹងតើឡើយយើងហ៊ានមានស្មារតីកំណត់ដឹងថាអូចិត្តអញគិតរឿងអតីតរឿងនឹងហួសហើយបើទោះជាយើងស្ដាយកើតទុកទៅក៏កែបានដែរអញ្ចឹងកាត់វាយកសតិជាអ្នកតាមដានហើយបញ្ញាមកកាត់ជាក្បិតកាត់កុំឲ្យវាតេនតាយ
dương chặt tục thay vì chỉ phò bạp thì cho chẳng tới một tiệt chẳng có bật vào nhà nó màu cắt ấy bởi chặt nâng về thật được nông ròm lõ thì họ tha nông thô nông sma thị được cóวิจารณาดอมปือละอได้ยืมบานปือเฮยสบายจัดเตยนึกดาวปุบปุถอปซองนึกดาวเมียดาใบดาไอจังเตยยืงสบายจัดยืงดังแต่จัดใบยืงทัดนึกน้องเพลิดเถอหายยืงจุ่มรุนประทายสมาร์ทได้ดังทัดดาน้องเพลิดเถอปัญญาจุยรุนเอาตำนายจัดนั่งดาเอามาแสบกุบมิดละอเจสดับทออุซารำลึกคุณอุปตทอประซองอุซานึกดอลอำเภอละอได้บานเพื่อให้เมียนสถีเมียนเมตตาเมียนขันไตจังปัญญานั่งช่วยรุ่งแต่จังเพราะนั้นนึกของน้องชีวิตนั่งเวียนเมียนเรื่องได้นอมได้ก็หายนั่งเช้าอุติหอbị sầm đầy nè đợt tây hướng cái chơi lùi son cái đưa cái đòn rương chân này nên tia nên bị nè đợt tây ấy chẳng từ hay bao dương giờ chất từ tam đàn hướng chân đi thành che nút thành cho ôi nắng dương việc dương từ tàu rõm nó hay rõm nó vì miền mê rô có hay chẳng vì chlong màu dương này chân tôi là dương bây giờ bởi từ tu rương mình lõ nắng thương mấy chế dị vật nó về miền chẳng ai về miền lõ khla mình lõ khla chẳng ai thòm đá đấy thòm thôi từ một tiết tới đo xỉ ấy tới nắng cùng ơi dương đây cả hai mùa mai nâng rương để cào lá nắng dương cao tới chiều rương là vừa là vì ấy cả tục mình sóc chất và ba ai nắng to là ba chữ bón nắng có thể đo xẻ về ba chữ bón na cốt tới tiết đủ thì họ rương đem toàn mọi đo chẳng nhẹ khác xóm chất phây ruồi trởn bế có vì thua ai rùng khan phơi chất thưa ấy ở cái kết tại đầy phây chúng tôi là miền sạch tế tạm đàn chất miền smart đấy chui bây giờ chất cũng ở về luôn được nông phơi khô tiền ở về tầm cao được nông phơi thở smart thế nông thố bây giờ chất nó cũng ở cả tục ở nông dương mình sợ vừa về khả nghe dương mình nè nó về miền là thà chặt cầm nành can chọn bàn tầm màu khuôn ai như được có củ xả ai nó về vì chả ớn á so một bạn thì xài không thô lục hơi mà chạy đi dạ cầm nành rồi có upa tiến cả bạc cạn nó về dù hơi chứ vì chả ớn miền này khác đã đại kiến xong bạn này xài chạy rùm lệ nó không thô lục hay tiền nu bạn này xài này ca đo sẽ cái đi sọc đo nè đồ tây chẳng quạt miền là bò miền trộp rột bàn màu nứng quạt sần xóm chất thằng thứ mấy nó bàn chui kê bàn thu sẽ bao bị sẽ cái đi tục màu chỉ nè tu được cột ba rồi còn nè lại miền chủng ngữ chữ scat chẳng chui dương mưa tới khơi thà quạt trâu ta quạt không prang rô máu
ហើយឲ្យគេធូចឹងទៅប៉ុន្តែយើងមិនមែនជាគាត់យើងអត់ដឹងទេថាគាត់ឃើញគេមានទុក្ខសដានចិត្តករុណាចិត្តហ្នឹងកើតឡើងចង់ជួយសង្គ្រោះគេហ្នឹងឲ្យបានធូរស្បើយពេលគេបានធូរស្បើយពីសេចក្តីទុក្ខគាត់សប្បាយចិត្តណាករុណាចិត្តអាណិតហ្នឹងជាបុណ្យមួយពេលឃើញគេរួចពីទុក្ខហើយគាត់សប្បាយចិត្តរីករាយត្រេកអរហ្នឹងជាបុណ្យមួយលោកហៅថាមុទិតាប៉ុន្តែទាំងពីរហ្នឹងវាប្រឆាំងគ្នាទានូបនិស្ស័យការចែករំលែកសេចក្តីសុខជាមួយនឹងមច្ឆរិយៈគឺសេចក្តីកំណាញ់ហ្នឹងវាច្បាំងគ្នាហើយបើមួយណាឈ្នះអាហ្នឹងទាញចិត្តទាញគំនិតសកម្មភាពយើងទៅនឹងបើឧទាហរណ៍ថាកំណាញ់ហ្នឹងវាខ្លាំងប្រមូលតែបងប្អូនឯងក៏ឆ្លោះគ្នាតែមិត្តភ័ក្តិខ្លួនឯងហ្នឹងក៏ក្បត់គ្នាបានដែរអាហ្នឹងមច្ឆរិយៈសេចក្តីកំណាញ់លោភៈច្រើនវាហួងហែងច្រើនវាប្រមូលធ្វើម៉េចឲ្យតែបានច្រើនហើយកើតរឿងបែកបាក់ឆ្លោះប្រកែកបណ្ណាំងប្រជែងឡើងតុលាការអីចឹងទៅហើយយកមកបណ្ណាក៏មិនគ្រប់ដែរពីព្រោះលោភៈសេចក្តីប្រាថ្នាជាប់ជំពាក់នឹងដូចភ្លើងអញ្ចឹងវាអត់ចេះឆ្អែតនឹងអស់ទេបាទហ្នឹងតើឡើយយើងយល់ថាទ្របហ្នឹងយើងយកមកដើម្បីឲ្យបានសេចក្តីសុខក្នុងជីវិតជាបច្ចុប្បន្នក្រុមគ្រួសារប៉ុន្តែទ្របហ្នឹងมันអាចយកទៅតាមខ្លួនបានទេច្រើនប៉ុណ្ណាក៏ដោយយកទៅមកកមួយសេនទៅក៏មិនរួចដែរអញ្ចឹងមានតែឆ្នៃទ្របហ្នឹងឲ្យទៅជាកុសលធម៌ចេតនាថ្នាក់ទានអញ្ចឹងរបស់ទ្របខាងក្រៅคล้ายទៅជាទឹកចិត្តល្អទឹកចិត្តបន់សង្គ្រោះខាងក្នុងយើងបានទឹកចិត្តហ្នឹងយើងសប្បាយចិត្តហើយនឹងដែលលោកហៅថាបន់នាំមកនៅសេចក្តីសុខហ្នឹងសុខទាំងពេលបច្ចុប្បន្នទៅមុខទៀតនៅក្នុងធម៌សម្ដែងពីអានិសង្ឃនៃការធ្វើទានធ្វើឲ្យមានគេស្រឡាញ់គេចូលចិត្តគេរាប់អានច្រើនមានទ្រព្យសម្បត្តិរកស៊ីទទួលទានអីក៏ងាយដោយឧបនិស្ស័យនៃការធ្វើទាននឹងឯងចំណែកអ្នកកំណាញ់ស្មោចង់តែបានមកខ្លួនឯងហ្នឹងវាបានពេលបច្ចុប្បន្នហ្នឹងប៉ុន្តែมันបានដាំពូជថ្មីសម្រាប់ជាទ្រព្យជាប់តាមខ្លួនទៅលោកខាងមុខគេស្លាប់ទៅអស់ហើយគេយកប្រពន្ធកូនគេយកទ្រព្យសម្បត្តិចែកគ្នាអស់ទៅមានបានអីយកមកដាក់នឹងខ្លួនអញ្ចឹងតលយកទ្រព្យនឹងឆ្នៃជាទ្រព្យទឹកសាបបានជាប្រយោជន៍ដល់មនុស្សម្នាអ្នកដទៃបើយើងមានច្រើនហើយប៉ុន្តែយើងមិនបានចែករំលែកដូចជាទ្រព្យទឹកប្រៃទឹកសមុទ្រអញ្ចឹងគេមកផឹកអាស្រ័យមិនកើតទេវាប្រៃមានន័យថាគេអត់បានប្រយោជន៍ពីទ្រព្យសម្បត្តិរបស់យើងហើយយើងក៏មិនបានយកអ្វីទៅតាមខ្លួនដែរអញ្ចឹងរៀនសន្សំនៅទានូបនិស្ស័យឧបនិស្ស័យនៃការចែករំលែកសេចក្តីសុខអ្នកដទៃកាត់បន្ថយមច្ឆរិយៈសេចក្តីកំណាញ់គិតតែពីខ្លួនឯងយើងសប្បាយចិត្តទាំងក្នុងបច្ចុប្បន្នទៅមុខទៀតក៏យើងបានផលបានអានិសង្ឃពីពូជនៃការធ្វើទាននឹងដែរជីវិតអ្នកខ្លះនឹងដូចថាមិនបានល្អប្រសើរដូចគេទេឃើញគេសុខសប្បាយកូនចៅអីចឹងទៅឯងនេះវាដូចបែកបាក់ព្រាត់ប្រាសមើលទៅមិនសមប្រកបទៅតូចចិត្ត
អន់ចិត្តតែមិនបានខ្ញុំចឹងមិនក៏គេបានល្អជាងខ្ញុំមិនក៏គេបងប្អូនមានជាងខ្ញុំមិនក៏ខ្ញុំយ៉ាប់ជាងគេពេលខ្លះទៅទៅដល់ថាបន្ទោសម៉ែបន្ទោសឪមកពីម៉ែហ្នឹងមកពីឪហ្នឹងបានខ្ញុំអញ្ចឹងណាហើយជាអង្គុយកើតទុកចំពោះរឿងដែលកើតឡើងហ្នឹងអានឹងបើយើងនិយាយពីផ្នែកកម្មផលដូចថាសម្ពាយបនយើងវាតិចអញ្ចឹងវាបានផលមកតិចដែលយើងធ្វើស្រែតាម1ហិកតាយើងចង់បាន20តោនវាអត់បានគេខំធ្វើបនគេបានជួបរឿងល្អច្រើនអញ្ចឹងទៅយើងបនតិចវាជួបរឿងល្អតិចអញ្ចឹងទៅអានឹងរឿងកម្មពីអតីតបើមួយទៀតរឿងយើងជួបរឿងអញ្ចឹងហើយយើងអង្គុយតុកសិចពិបាកចិត្តបន្ទោសគេបន្ទោសឯងអញ្ចឹងទៅកើតមកវារៀងងឹតដល់ពេលយើងអង្គុយជេរងឹតហ្នឹងវារត់តែងឹតទៅទៀតហើយវាអត់បានយកពេលវេលាហ្នឹងទៅអុចភ្លើងបំភ្លឺឲ្យជីវិតហ្នឹងបានទៅចាស់ទៅចង់អីទេអញ្ចឹងបាននៅក្នុងធម៌សំដែងពីអ្នកមកងឹតទៅវិញភ្លឺកើតមកវាក្រលំបាកមិនល្អដូចគេប៉ុន្តែការតស៊ូព្យាយាមផឹងប្រែងហ្នឹងធ្វើឲ្យជីវិតហ្នឹងកុំថ្កើងប្រសាប៉ុន្តែអ្នកខ្លះមកងឹតអង្គុយពីកើតទុកមួម៉ៅក្តៅក្រហាយហ្នឹងអាងឹតហ្នឹងអត់មានពេលអភិវឌ្ឍខ្លួនអាហ្នឹងមកងឹតទៅវិញងឹតឆឹងដែរជាងយើងឈរលើអ្វីដែលយើងមានយកអ្វីដែលយើងមានជាមូលដ្ឋានអរគុណពុកអរគុណម៉ែអរគុណរឿងរ៉ាវទាំងឡាយដែលកើតឡើងដែលមិនធ្វើឲ្យខ្ញុំស្លាប់ខ្ញុំនៅមានជីវិតខ្ញុំនៅមានខួរក្បាលខ្ញុំឈរដើម្បីបន្តដំណើរអភិវឌ្ឍខ្លួនទៅមុខទៀតយើងឲ្យតម្លៃអ្វីដែលយើងមានហើយយើងអត់អាចប្រៀបធៀបថាហេតុអីក៏គេល្អម៉េះខ្ញុំយ៉ាប់ម៉េះខ្សែជីវិតមនុស្សម្នាក់7កោតលានអ្នកនេះយើងអត់អាចថាតម្រូវថាត្រូវឲ្យត្រូវគ្នាជីវិតហ្នឹងវាខុសគ្នាទៅបាត់ថាកើតក្នុងពោះម៉ែតែមួយកូនភ្លោះក៏ដោយពីព្រោះឧបនិស្ស័យការសន្សំសម្ពាយបនសម្ពាយបាបហ្នឹងវាផ្សេងគ្នាអញ្ចឹងហ្នឹងហើយយើងជួបរឿងយើងគេជួបរឿងគេដោះស្រាយរឿងគេយើងដោះស្រាយរឿងយើងទៅមុខបន្តិចម្ដងពិបាកសូមឲ្យគេជួយហើយរៀនប្រាប់ខ្លួនឯងថាខ្ញុំមានសមត្ថភាពធ្វើបានប៉ុណ្ណឹងជីវិតខ្ញុំអំពើបនរបស់ខ្ញុំបានមកប៉ុណ្ណឹងខ្ញុំសម្រេចប៉ុណ្ណឹងហើយបើចង់បានលទ្ធផលច្រើនជាងនឹងប្រឹងបន្តទៅទៀតទៅយើងអត់អាចទៅសុំអត់អាចទៅចំណែនគេហើយស្រាប់តែបានរបស់ហ្នឹងមកយើងបានទេវាបានតែកើតទុកទេអញ្ចឹងយើងរៀនមានបញ្ញាស្វែងយល់អំពីហេតុផលនៃជីវិតនៃធម្មជាតិអញ្ចឹងយើងអត់កើតទុកទេបើយើងប្រៀបធៀបក៏ប្រៀបធៀបដើម្បីរៀនសូត្រដែរមិនមែនប្រៀបធៀបដើម្បីកើតទុកជាសាមញ្ញជនគ្មាននរណាម្នាក់ដែលថាអត់បញ្ហាផ្លូវចិត្តនោះទេគ្រាន់តែតិចច្រើនតាមកម្រិតនៃការអប់រំចិត្តរៀងខ្លួនចិត្តមានវិបត្តិព្រោះចិត្តសម្បូរមេរោគ
ដូចជាមួម៉ៅក្តៅក្រហាយឆេវឆាវខឹងក្រោធភ័យព្រួយបារម្ភស្ដាយសំណោះគិតច្រើនស្មុគស្មាញមិនដាច់ស្រេចជាប់ជំពាក់ហួងហែងច្រើនចំណែនឈ្នាននេះលោភលន់ហួសហេតុជាដើមបើមិនទាន់ឈឺខ្លាំងទេត្រូវចាប់ផ្ដើមព្យាបាលបណ្ដើរទៅរៀនកាត់បន្ថយរៀនលះបន្តិចម្ដងដោយស្មារតីដាស់តឿនខ្លួនឯងរឿយគ្មានព្រះអង្គព្រះអិនណាមកជួយយើងបានទេតែបើធ្ងន់ធ្ងរហើយត្រូវមានពេលសម្រាកពីការងារខ្លះដើម្បីលំហែកាយលំហែចិត្តឲ្យបានស្រួលគេងឲ្យបានគ្រប់គ្រាន់នៅក្បែរមនុស្សល្អស្ដាប់រឿងល្អមើលសៀវភៅអប់រំចិត្តជួបជាមួយគ្រូពេទ្យចិត្តសាស្ត្រពិសាថ្នាំតាមវិជ្ជបញ្ជាស្ដាប់ឱវាទពីព្រះសង្ឃហើយរៀនបន្ធូរបន្ថយភាពតានតឹងរៀនព្រមតាមរឿងដែលកើតឡើងរៀនសម្រួលអារម្មណ៍អ្វីមិនចេះតែបានដូចចិត្តគ្រប់រឿងទេរៀនភ្លេចរឿងដែលហួសទៅហើយរៀនញញឹមរុះរាយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងនិងអ្នកដទៃជុំវិញខ្លួនរៀនលើកលែងទោសរៀនធ្វើចិត្តឲ្យស្ងប់ឲ្យនឹងនររៀនធ្វើសមាធិជាយាមតាមដានចិត្តអ្នកជានិច្ចកាលបើវាវិលវល់ស្មុគស្មាញក៏ឲ្យវាស្មុគទៅចុះតែយើងមានតួនាទីមួយគឺមើលវាតាមដានវាហើយទាញវាត្រឡប់មកវិញទាញវាបានញយ កុំបណ្ដោយឲ្យចិត្តជិះជាន់អ្នកឡើយអ្នកត្រូវរៀនធ្វើជាម្ចាស់ចិត្តវិញឈឺយូរហើយដាក់ថ្នាំមួយគ្រាប់មិនជាទេត្រូវព្យាយាមដោយការជឿជាក់ក្នុងចិត្តថាយើងអាចព្យាបាលចិត្តយើងបានការងារសំខាន់ជាងគេក្នុងជីវិតយើងម្នាក់គឺការរក្សាចិត្តឲ្យបានល្អបើមិនដូច្នោះទេអ្នកនឹងរស់រងទុក្ខដល់ថ្ងៃស្លាប់មិនខាន